ជំរាបសួរនាងខ្ញុំឡៃដានីចាថ្ងៃនេះសូមលើកយកនៅប្រធានបទមួយទាក់ទងទៅនឹងការរៀនគួរក្រៅម៉ោងរបស់បងប្អូនសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងថ្នាក់វិទ្យាល័យហើយជាពិសេសគឺសំដៅទៅលើបងប្អូនដែលកំពុងតែត្រៀមប្រឡងបាក់ឌុបតែម្ដងចាមានសំណួរមួយលើកឡើងថាតើគួររៀនគួរក្រៅម៉ោងជាមួយនឹងគ្រូ2ឬក៏គ្រូ3សម្រាប់មុខវិជ្ជាតែមួយដែរឬទេឧទាហរណ៍ថាមុខវិជ្ជាគណិតវិទ្យាមុខវិជ្ជារូបវិទ្យាឬក៏មុខវិជ្ជាគីមីវិទ្យាឬក៏មុខវិជ្ជាជីវវិទ្យាដែលជាមុខវិជ្ជាពេញនិយមដែលបងប្អូនទាំងអស់គ្នាចូលចិត្តទៅសិក្សាក្រៅម៉ោងដើម្បីបំពេញបន្ថែមនៅចំណុចខ្វះខាតរបស់ខ្លួនឬក៏ដើម្បីឲ្យកាន់តែយល់ច្បាស់នៅមុខវិជ្ជាទាំងអស់នោះហើយមិនត្រឹមតែប៉ុណ្ណោះទេមិនមែនរៀនមុខវិជ្ជាមួយរៀនគួរក្រៅម៉ោងតែជាមួយគ្រូម្នាក់នោះទេគឺរៀនគួរក្រៅម៉ោងជាមួយនឹងគ្រូ2ឬក៏គ្រូ3ឯណោះអញ្ចឹងគឺឃើញថាមានភាពរវល់ខ្លាំងណាស់សួរថាតើចាំបាច់ធ្វើបែបនោះដែរឬទេបងប្អូនទាំងអស់គ្នានាងខ្ញុំក៏មានបទពិសោធន៍ធ្លាប់រៀនគ្រូ2គ្រូ3នៅមុខវិជ្ជាតែមួយដូចគ្នាដែរប៉ុន្តែវាមិនមែនរឿងថាវាមិនល្អទាំងស្រុងនោះទេប៉ុន្តែនៅពេលដែលយើងកំពុងសិក្សាយើងដឹងហើយថាពេលវេលារបស់យើងគឺខោចង្អៀតហើយមានពេលវេលាតិចមែនទែនបើសិនជាអ្នកទាំងអស់គ្នាធ្វើការសិក្សាគួរក្រៅម៉ោងកាន់តែច្រើនការងារក៏កាន់តែច្រើនពីព្រោះគ្រូមួយគឺប្រកាសជាមានកិច្ចការងារសម្រាប់ឲ្យយើងធ្វើមួយចំនួនរួចទាំងហើយចំណែកឯទៅបន្ថែមជាមួយនឹងគ្រូមួយទៀតប្រកាសជាមានកិច្ចការងារផ្សេងទៀតឲ្យអ្នកទាំងអស់គ្នាបំពេញបន្ថែមអញ្ចឹងនាងខ្ញុំសូមផ្ដល់ជូនជាកន្លឿននិងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់កន្លងមកនាងខ្ញុំរកឃើញថាបើសិនជាបន្ថែមនៅការសិក្សាក្រៅម៉ោងជាមួយនឹងមុខវិជ្ជាមួយគ្រូដល់តែ2គ្រូដល់តែ3នោះគឺវាធ្វើឲ្យមានសម្ពាធនិងមានបន្ទុកច្រើនសម្រាប់យើងខ្លាំងជាបទពិសោធន៍នៅពេលដែលយើងរៀនគ្រូច្រើនគឺមានភាពរវល់ច្រើនអញ្ចឹងភាពរវល់ហ្នឹងគឺមិនមែនមិនល្អទេប៉ុន្តែនៅពេលដែលយើងបន្ថែមបន្ទុកឲ្យខ្លួនឯងកាន់តែច្រើនឡើងគឺធ្វើឲ្យយើងមានសម្ពាធព្រោះយើងប្រើប្រាស់ពេលវេលាមិនគ្រប់គ្រាន់ហើយម្យ៉ាងវិញទៀតទៅខ្ញុំជឿជាក់ថាសម្រាប់អ្នកដែលចូលចិត្តសិក្សាគឺមិនសប្បាយរីករាយទេនៅពេលដែលខ្លួនឯងមិនអាចបំពេញនៅកិច្ចការងារឲ្យគ្រូបានអញ្ចឹងបើសិនជាយើងធ្វើការសិក្សាគ្រូច្រើនយើងត្រូវបំពេញកិច្ចការងារឲ្យគ្រូច្រើននៅក្នុងមុខវិជ្ជាតែមួយទេតែបើសិនបើយើងរៀនគ្រូតែមួយអញ្ចឹងយើងនឹងមានពេលវេលាច្រើនដើម្បីយកមកធ្វើកិច្ចការងារនៅពេលដែលបងប្អូនសិក្សាបើសិនជាយើងបានប្រើប្រាស់ពេលវេលាបានគ្រប់គ្រាន់ល្អហើយយកមកអនុវត្តឧទាហរណ៍គណិតវិទ្យាយើងរៀនគ្រូតែមួយក៏ពិតមែនប៉ុន្តែយកពេលវេលាដែលនៅសេសសល់ហ្នឹងមកអនុវត្តលំហាត់ឲ្យបានច្រើនប្រភេទនឹងគឺជារឿងមួយដែលល្អបំផុតគឺអនុវត្តខ្លួនឯងហើយការចំណាយពេលវេលានៅក្នុងថ្នាក់ខ្ញុំជឿជាក់ថានៅពេលដែលវាច្រើនម៉ោងពេកប្រកាសជាធ្វើឲ្យអ្នកទាំងអស់គ្នាមានសម្ពាធហើយជាពិសេសគឺងងុយគេងតែម្ដងនៅវ័យរបស់បងប្អូនហ្នឹងគឺកំពុងពេញញ៉ាំកំពុងពេញគេងនៅពេលដែលយើងរៀននៅក្នុងថ្នាក់ទាំងងុយគេងខ្ញុំគិតថាវាមិនមែនទទួលបាននៅចំណេះដឹងនោះទេប៉ុន្តែវាធ្វើឲ្យខ្លួនឯងមានសម្ពាធត្រឡប់ទៅវិញអញ្ចឹងការសិក្សាក្រៅម៉ោងមិនមែនមិនល្អទេប៉ុន្តែបើការសិក្សាក្រៅម៉ោងដែលធ្វើឲ្យខ្លួនឯងនឹងដាក់បន្ទុកឲ្យខ្លួនឯងច្រើនពេកគឺយើងខ្វះនៅពេលវេលាដើម្បីអនុវត្តលំហាត់ហើយក៏មិនអាចធ្វើឲ្យខ្លួនឯងមានភាពច្បាស់លាស់នៅត្រង់ចំណុចដែលខ្លួនឯងអត់ចេះបានដែរតែបើសិនជាអ្នកទាំងអស់គ្នាយល់ថាយើងទៅរៀនគ្រូ1ឬក៏គ្រូ2ហ្នឹងយើងអាចមានភាពសบายចិត្តនៅក្នុងការទទួលយកវាមិនមានអារម្មណ៍ថាមានសម្ពាធអាហ្នឹងក៏ជារឿងមួយដែលអ្នកទាំងអស់គ្នាអាចបន្តធ្វើបែបនោះចុះប៉ុន្តែជាបទពិសោធន៍ខ្ញុំក៏មានមិត្តភ័ក្តិជាច្រើនដែលគាត់ធ្វើការសិក្សា2 3ថ្នាក់រៀនឧទាហរណ៍ជាពិសេសគឺមុខវិជ្ជាគណិតវិទ្យាហ្នឹងតែម្ដងរហូតដល់គ្រូ1គ្រូ2គ្រូ3អញ្ចឹងគឺធ្វើឲ្យពួកគាត់មានសម្ពាធខ្លាំងចាហើយថ្ងៃមុនក៏ខ្ញុំបានទៅចែកគ្នាលេងជាមួយមិត្តភ័ក្តិមួយចំនួនដែរគឺពួកយើងហាក់បីដូចជាមានចងចាំអនុស្សាវរីយ៍ដែលហាក់បីដូចជាមានសម្ពាធខ្លាំងមែនទែននៅខណៈពេលដែលប្រឡងបាក់ឌុបហ្នឹងដោយសារតែពួកយើងធ្វើដោយសិស្សមួយចំនួនអញ្ចឹងបានឆ្លងកាត់នៅពេលវេលាមួយគឺទៅរៀនមុខវិជ្ជាតែមួយគ្រូ1គ្រូ2គ្រូ3ធ្វើឲ្យយើងហ្នឹងបាត់បង់នៅពេលវេលាមួយចំនួនដើម្បីអនុវត្តនៅមេរៀនខ្លួនឯងអនុវត្តនៅលំហាត់ខ្លួនឯងអញ្ចឹងសូមឆ្លើយតបទៅកាន់បងប្អូនដែលលើកឡើងជាសំណួរហ្នឹងគឺសូមឲ្យបងប្អូនធ្វើការប្រើប្រាស់ពេលវេលាឲ្យបានល្អត្រឹមត្រូវយកពេលវេលាមកអនុវត្តលំហាត់ខ្លួនឯងឲ្យបានច្រើនជាងការប្រើប្រាស់ពេលវេលានៅក្នុងថ្នាក់រៀនអង្គុយទាំងងងុយគេងចា៎នេះគឺជាចម្លើយជូនទៅកាន់បងប្អូនសូមអរគុណសូមជម្រាបលា